ស្ដីបើត្រឡប់មកជួបគ្នាជាថ្មីម្ដងទៀតជាមួយ Channel ថ្មីសម្រាប់ធ្វើការបដូរ IP password Wi-Fi ដោយតាមរយៈ network អញ្ចឹងជាដំបូងយើងចូលទៅលើ port LAN ដែលមាន port ដាក់ Ethernet 1 2 3 4 5 អញ្ចឹងទៅនេះ model ដែលយើងចូលគឺ TP-Link WR940N ជាដំបូងយើងចូលពាក្យនេះយើងវាយវា admin អញ្ចឹងខាងលើក៏ admin ខាងក្រោមក៏ admin ដែរបន្ទាប់មកយើងប្រើពាក្យថា login បន្ទាប់ពីយើង login មកយើងរើសពាក្យថា wireless ហ្នឹងគឺសម្រាប់បដូរឈ្មោះឧទាហរណ៍ថាយើងចង់បដូរឈ្មោះវា TP-Link ទីថាយើងបដូរឈ្មោះដាក់តែ TP-Link អញ្ចឹងយើងចុចពាក្យថា save នេះគឺការបដូរ password ឬក៏ឈ្មោះនៅលើ TP-Link ដោយប្រើខ្សែ network អត់ប្រើតាមរយៈ Wi-Fi ទេអញ្ចឹងបន្ទាប់មកយើងចុចមកលើនេះមកវាដាក់ថានេះ TP-Link setting ហើយកន្លែងនេះ channel នេះ auto មកហើយកន្លែង channel លេខនេះដាក់ auto មក channel width នេះគឺសំដៅទៅលើប្រវែងរបស់វាដែលពីទូទៅយើងឃើញគេដាក់2.5 GHz ឬក៏5 GHz ហ្នឹងគឺកន្លែងនឹងឯង channel width នឹងឯងហើយបន្ទាប់មកគឺ security នៅកន្លែងនេះយើងយកពាក្យ WPA2 professional recommend មកហើយនៅកន្លែង password នេះគឺជា password អ្វីដែលយើងបានចង់ដាក់ឧទាហរណ៍ថាយើងដាក់1 2 3 4 5 6 7 8 add auto v អញ្ចឹងគឺជា password ដែលយើង save ទុកនៅពេលដែលយើង connect ជាមួយនឹងទូរស័ព្ទដៃគឺយើងប្រើ password ហ្នឹងឯងបន្ទាប់មកទៀតយើងចូលពាក្យថា save បន្ទាប់ពីយើង save ចឹងហើយយើងអាចទៅ check មើលតើ Wi-Fi របស់យើងនេះមានឈ្មោះដូចដែលយើងបានដាក់ហើយឬនៅអញ្ចឹងឧទាហរណ៍ថាយើង copy ទៅបាទអញ្ចឹងគឺចាំបាច់ណាយើងចូលមកកន្លែង Wi-Fi នៅលើ PC របស់យើងមកហើយយើង search នៅលើនេះឃើញឈ្មោះ TP-Link របស់យើងហើយបន្ទាប់ពីយើងឃើញឈ្មោះ TP-Link ហើយយើងចូលពួកវាយទៅណាទេបន្ទាប់ពីយើងឃើញឈ្មោះ TP-Link ហ្នឹងហើយយើងចុចមកលើ password ហ្នឹងមក1 2 3 4 5 6 7 8 add auto v ហើយយើងយកពាក្យថា next វានឹងភ្ជាប់ជាមួយនឹង password ហ្នឹងហើយ
chẳng mình to pi dương connect password bia rủi ro hỏi nếu pi dương connect password bia rủi ro hỏi dương ai cho một check mới tam rồi vậy này bàn cái bơ sân chiaอุปกรณ์ខ្លះវាមិនអាចឲ្យយើង log បានទេលុះត្រាតែយើង log out ចេញសិននេះចឹងយើង log in ចូលមកនេះតាមរយៈ Wi-Fi ហើយយើងចូលមកលើ IP នេះមកនេះជា IP ដែលវាដំណើរការអ៊ីនធឺណិតពីចាប់ពី IP 100រហូតទៅដល់199អញ្ចឹងបើសិនជាយើងចង់យើងចង់បដូរជាមួយនឹង password Wi-Fi ម្ដងទៀតឲ្យតាមរយៈ network នេះយើងអាចចូលមកមានន័យថាយើងដឹងពី IP address នេះមួយហើយបន្ទាប់មកយើង log in ចូលមកយើងមកដល់ទីតាំងកន្លែងហ្នឹងគឺយើងដូរ password នឹងតែម្ដងយើង log in ចូលមកយើងដូរ password នឹងតែម្ដងហើយនៅពេលដែលយើងធ្វើវារួចរាល់ហើយយើងកុំភ្លេច save ពេលដែលយើង save វាហើយយើងកុំភ្លេច log out ចេញសិនបាទនៅពេលដែលយើងដោត file network ប្រើអញ្ចឹងយើងចង់ដឹងយើង test speed មើលយើង test speed មើលនេះគឺជា speed តាមរយៈ Wi-Fi មានន័យថា Wi-Fi វា version វាចាស់អញ្ចឹងយើងពេលយើងដូរ password ដូរអីហើយ speed វាអត់លឿនដូច Wi-Fi ស៊េរីទំនើបថ្មីចុងក្រោយទេអញ្ចឹងវាអាចយើងយឺតតែលឿនupload download វាអញ្ចឹងយើងគួរតែចេះដូរ password ដោយខ្លួនឯងនៅពេលដែលយើងដូរ password ខ្លួនឯងវាងាយស្រួលក្នុងការដូរយើងអត់បាច់ពឹងជាងពឹងអីទេគ្រាន់តែយើងដឹងពីឈ្មោះប្រភេទ model យើងអាច search នៅក្នុងអ៊ីនធឺណិតហើយយើងដូរ password ខ្លួនឯងទៅអញ្ចឹងពេលដែលយើង check ហើយនេះគឺ upload អញ្ចឹងយើង test ហើយបើយើងដូរហើយអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះ